នាំពុកម៉ែបងប្អូនទស្សនាប្រាសាទគុកប្រុសបន្តទៀតគឺទស្សនានៅបរិវេណខាងក្នុងបាទឲ្យបានមើលឲ្យដឹងល្អិតល្អន់បាទឲ្យបានច្បាស់នៅទិដ្ឋភាពប្រាសាទបាទបរិវេណខាងក្នុងបាទមើលទៅក៏មិនជាបាទគិតថាវាអស្ចារ្យនោះទេព្រោះបច្ចុប្បន្នវាបាក់បែកអស់ហើយតែបើសិនជាវានៅស្រស់ស្អាតមិនដឹងថាអស្ចារ្យប៉ុណ្ណាទេបាទពុកម៉ែបងប្អូនបាទអាចទស្សនានៅវីដេអូនេះនៅប្រាសាទគុកប្រុសបានទោះវាមិនបាននៅល្អអត់ចោះដោយប្រាសាទផ្សេងទៀតបាទក៏ឲ្យពុកម៉ែបងប្អូនបានមើលបានស្គាល់ថានៅប្រទេសខ្មែរយើងគឺសម្បូរប្រាសាទណាស់បាទពិសេសគឺទឹកដីដែលនៅតាមតំបន់ភ្នំបាទខ្ពង់រាបគឺសម្បូរណាស់ដោយសារតំបន់នេះគឺវាសម្បូរទៅដោយថ្មបាទថ្មបាយក្រៀមថ្មផ្សេងទៀតដែលខ្ញុំអត់ស្គាល់មានថ្មដាថ្មទៀតដែលយកមកធ្វើប្រាសាទបាទនៅប្រាសាទនេះបាទនៅគៀកជើងភ្នំដែរបាទនៅគៀកប្រាសាទដែលគុកស្រីហើយនិងប្រាសាទអ្នកបួសបាទប្រាសាទអ្នកបួសគឺនៅជើងភ្នំតែម្ដងបាទនៅពេលក្រោយខ្ញុំនឹងជួលពុកម៉ែបងប្អូនទៅមើលប្រាសាទអ្នកបួសបាទឥឡូវយើងទស្សនាប្រាសាទគុកប្រុសម្ដងបាទបងប្អូនពុកម៉ែមើលចុះបាទប្រាសាទគុកប្រុសបាទមិនសូវជាស្រស់ស្អាតប្រហែលទេវាបាក់បែកអស់ហើយការសាងសង់បាទប្រាសាទនឹងឡើងបាទមិនដឹងថាមានរូបរាងយ៉ាងម៉េចនោះទេហើយប្រាសាទហ្នឹងបាទគឺមានតែប៉ុណ្ណឹងរូបរាងបាទអត់ដឹងថាបាក់បែកតាំងពីពេលណាមកទេហើយមិនដឹងដោយសារអ្វីដែរបាទបានជាល្បាត់បាយអស់បាទអត់មានទ្រង់ទ្រាយណាដែលយើងគួរថាចង់មើលពីភាពអស្ចារ្យទេបាទដូចជាគំនរសិលាបាទគ្រាន់តែនៅគ្រឹះតាមបរិវេណខ្លះនៅរឹងមាំបាទគឺគ្រឹះលបងប្រាសាទបាទហើយនេះគឺជាបរិវេណខាងក្នុងបាទឥឡូវខ្ញុំបានដើរចេញហើយបាទគឺចេញពីប្រាសាទគុកប្រុសបាទទៅលេងប្រាសាទគុកស្រីម្ដងបាទនេះគឺទិដ្ឋភាពខាងក្រៅហើយពុកម៉ែបងប្អូន